mà đại đằng rừng đấy nhưng mình cạp nhỉ à đại bạn rồi hoi ở vậy để cọt prap nhưng mà thay mới nè cọt vém nè theory nè có tha mà nơi sọc máy chiêng đọc cho nam đi chuyện đọc bay cho nam mới được luôn năm bạn rồi ôi nhưng mà đại đang soi tha cọt đôi chia flop na xong sự chết và tôi Campuchia បាទ ចូលមិន ជា ជាតិហ្នឹង បាទគាត់ចូលសុំស្នើចូលជាតិខ្មែរដែរក៏ប៉ុន្តែដូចជាអត់ទាន់បានទេអញ្ចឹងថ្ងៃនេះខ្ញុំឆ្លៀតដើម្បីខ្ញុំតំណាងឲ្យបងប្រុសជ្រវិតផងខ្ញុំមិនចង់សួររឿង theory នេះផងជាមួយនឹងលោកគ្រូគាត់មកនៅជាមួយលោកគ្រូយូរនៅនិយាយចាំទៅគាត់មកនៅប្រទេសកម្ពុជា10ឆ្នាំជាងមែនប៉ុន្តែពីមុនមកគាត់អត់តន់ជួយក្លឹបនោះក៏ដើរជួយជាទូទៅមិនថាក្លឹបណាក្លឹបនោះគាត់ពេញចិត្តក្លឹបណាគាត់មើលឃើញគាត់ទៅជួយប្រហាត់គុណខ្មែរជួយជាសិស្សបច្ចេកទេសប្រហាត់ប៉ុន្តែភាសាគាត់អ្វីបំផុតទី1គាត់មករស់នៅប្រទេសកម្ពុជា10ឆ្នាំជាងស្រុកច្បាប់គាត់តវីសារហូតគាត់ចំណាយថវិកាតវីសាមួយខែទៅមួយខែហើយទៅមួយខែហើយអ្វីដែលសំខាន់គាត់វឹកហាត់ជួយតាមក្លឹបគាត់អត់យកថវិកាទេអត់ទៀមទាថាអូទៅអ្នកឯងទៅឲ្យខ្ញុំម៉ៅអត់ខ្ញុំអត់ទៀមទាទេទី2គាត់មានសម្ភារៈគាត់បានវិមិត្តភ័ក្រគ្នាគាត់ជនជាតិមកគាត់ចែកតាមក្លឹបខ្ញុំតល់តែគាត់ចែកខ្ញុំមិនគាត់ប៉ុន្តែគាត់រយៈពេលនៅខ្ញុំចូលក្បាល4ឆ្នាំហើយអូ4ឆ្នាំហើយគាត់ជួយខ្ញុំជាគ្រូជំនួយគាត់ក្នុងមួយសប្តាហ៍គាត់មក3ដងឬ4ដងប៉ុន្តែគាត់អត់មានទៀមថាវិទានទីថាកៅលោកគ្រូឡងមកអ្នកត្រូវជួយឲ្យខ្ញុំប៉ុណ្ណេះមានថ្លៃចាក់សាំងហើយអ្វីសំខាន់ទៅឆ្ងាយទៀតនៅផ្សារទូរពងក្បែរខ្ញុំហ្នឹងផ្សារទូរពងហ្មងបាទក្បែរខ្ញុំក្បែរក្លឹបលោកហ៊ុនច័ន្ទរាជដែរបាទហ្នឹងបាទCambodia Top Team ហ្នឹងបាទគាត់ស្គាល់ច្រើននិយាយរួមក្លឹបស្រុកខ្មែរគាត់ស្គាល់ច្រើនអ្នកបណ្ដាស្រុកខ្មែរគាត់ស្គាល់ច្រើនបាទលោកគ្រូដល់ពេលឃើញគាត់មកជួយប្រហាត់ដល់កីឡាកររបស់លោកគ្រូហ្នឹងឃើញបើនិយាយរួមមកសិស្សរបស់លោកគ្រូទទួលបានបទពិសោធន៍ប្លែកយ៉ាងមិនដែរពីព្រោះគាត់ជាជនជាតិបរទេសផងជនជាតិបារាំងផងបាទអ្នកខ្លះថាយើងក្បាច់គុណខ្មែរយើងជាម្ចាស់ក្បាច់គុណប៉ុន្តែយើងជាក្បាច់គុណក្បាច់គុណមែនប៉ុន្តែគាត់ជាជនបរទេសតែនេះគាត់ផ្សេងបាទផ្សេងស៊ូផ្សេងកម្លាំងផ្សេងយើងហាត់លក្ខណៈយើងចៃដៃអាវេនគាត់3ថ្ងៃគាត់យើងវឹកហាត់ផ្សេងក៏វេនខ្ញុំហាត់ផ្សេងយូរបោកចូលនេះទៅអាចខ្លាយជាធនធានដ៏មួយល្អមួយបាទត្រូវហើយលោកគ្រូជាទូទៅគាត់បរទេសគាត់បានសិក្សារៀនសូត្រពីបារាំងមកគាត់យល់អំពីតិចនិចហាត់សកលសម្រាប់មុខកញ្ចក់ឲ្យគាត់ការនៅបារាំងបងប្អូនជនជាតិខ្មែរយើងកីឡាករខ្មែរយើងទៅបារាំងគាត់ទទួលវឹកហាត់នៅបារាំងទៀតគាត់ទទួលរាក់ទាក់ថាជួយធ្វើមិនថ្មីគាត់ធ្លាប់ជួយដូចជាបឺតខំឡៅស៊ីណាតអីស្រួលបាទហ្នឹងកែមបន្ថេនកែមចង់ខ្ញុំបាទទៅជឿងមុនដំបូងយើងទៅបារាំងដំបូងបាទគិតមកដល់ឥឡូវគាត់បានសញ្ជាតិខ្មែរនៅរហូត13ឆ្នាំហើយហ្នឹងនៅឥឡូវនៅបងប៉ុន្តែខ្ញុំកំពុងតែរៀបចំឲ្យគាត់តាមលក្ខណៈច្បាប់លេខណាស្នើសុំតាមច្បាប់ខ្មែរយើងបងបាទបើគាត់នៅលើ10ឆ្នាំនេះខ្ញុំជឿថាការស្នើសុំដូចជាមិនសូវជួបការលំបាកខ្លាចមួយឆ្នាំ2ឆ្នាំអីទេបាទ13ឆ្នាំយូរដែរហើយណាមួយគាត់ជួយគាត់ដើរជួយតាមបណ្ដាក្លឹបច្រើនអាហ្នឹងក៏គាត់ចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលជួយដល់ក្លឹបជួយដល់គុណខ្មែរយើងហ្នឹងក៏ជាទឹកចិត្តបាទទឹកចិត្តគាត់មួយដែរអញ្ចឹងខ្ញុំគិតថាមិនយូរមិនឆាប់ទេប្រហែលជាបងប្អូនខ្មែរឬក៏មន្ត្រីពាក់ព័ន្ធក្រុមការងារពាក់ព័ន្ធនឹងជាយាមជួយសម្រួលគាត់ហើយបាទដោយសារលោកគ្រូថាគាត់នៅដល់13ឆ្នាំបាទលោកគ្រូគាត់និយាយខ្មែរបានទេបានពាក្យស្រាគាត់និយាយបានគាត់និយាយបានខ្លះតិចបាទហើយខ្ញុំសរសើរតែថាគាត់រស់នៅស្រុកច្បាប់គាត់អត់មានថាគិតវេគាត់តវីសាររហូតឆ្នាំចំណាយថវិកាច្រើនបាទហើយអ្វីសំខាន់ដើរជួយគុណខ្មែរប្រហាត់គ្រប់កន្លែងអត់យកថវិកាទៀតបាទហើយមកចប់ពីតែកម្លាំងយើងឈាមទាំងអស់លោកគ្រូដំបងឡើយបាទយ៉ាងម៉េចបានជាគាត់មកដល់ក្លឹបលោកគ្រូហើយជួយប្រហាត់លោកគ្រូដល់ទៅ4ឆ្នាំទៀតនិយាយចំទៅឃើញគាត់ដើរជួយតាមក្លឹបខ្ញុំមកជួបគាត់ចៃដន្យនៅតាមកម្មវិធីប្រកួតបណ្ដាគុណខ្មែរទូទៅតាមស្ថានីយ៍ក្នុងប្រទេសខ្មែរហ្នឹងណាខ្ញុំក៏និយាយលេងសើចគាត់ថាលោកគ្រូធម្មតាលោកគ្រូសុខសប្បាយគាត់ថាបើហើយណាតនេសុំទៅលេងមកលេងក្លឹបខ្ញុំណាបាទតែគាត់បានមកលេងមកជួយប៉ុន្តែមានតែក្លឹបហ្នឹងគាត់នៅបានយូរជាងគេមុនអាភាពខ្ញុំដែរ4ឆ្នាំគាត់ជួយគេបាទនេះទីខ្ញុំនៅឈរជើងបានយូរបាទឆ្ងល់ដែរបាទឥឡូវនេះយើងចង់ដឹងជួបជាមួយនឹងលោក Terry ទាំងអស់គ្នាថាគាត់និយាយភាសាខ្មែរបានប្រមាណភាគរយយើងចាំស្ដាប់បងប្អូនជំរាបសួរ Terry បាទអាយុប្រមាណបាទហើយប្រមាណខ្ញុំ59ឆ្នាំអីយ៉ាយូ Terry ស្គាល់ Bedu Direct ទេស្គាល់ Bedu Direct ស្គាល់ គេហៅនៅស្រុកខ្មែរគេហៅថាបារាំងបេះដូងខ្មែរបាទឥឡូវនេះ Direct ឈ្មោះគាត់ខ្មែរគឺច័ន្ទរិទ្ធិស័ក
Jan Ratisa យ៉ានរតិសាបាទ Yo Derek had Derek video at អូសៃហាស្គាល់ដែរ Squad fair ចាំសៃហាចិនសៃហាខ្មែរកូនខ្មែរកាត់បារាំង Yeah បាទដែរ Direct បារាំងសុទ្ធតែម្ដងបាទយកយ៉ាងម៉េចដែរបានជាមករស់នៅស្រុកខ្មែររហូតដល់ទៅ13ឆ្នាំនេះ Beijnam ya 13ឆ្នាំស្រឡាញ់ទីនេះខ្លាំងដែរ ya Mia muyខ្ញុំមិនចេះមួយតិចមួយ អញនិយាយខ្មែរបានតិចតិចណា យ៉ា ស្រឡាញ់ខ្មែរខ្លាំង ខ្លាំងច្រើន ហើយមិនបានជាដើរជួយបង្ហាត់ក្លឹបកីឡាករនៅក្លឹប club before procure ស្គាល់ចាំសៃហានៅប្រកួត before comport before comport មួយឆ្នាំ comport មួយឆ្នាំ ជប់ finish go procure with ស្គាល់ប្រកួតពីមុននៅក្បែរកោះពេជ្រ Theo ya ជប់ finish go with Derek Prodal យ៉ា Prodal 3ឆ្នាំបញ្ហា what covid club អូនៅក្លឹបជាមួយ Derek ខ្ញុំ ធ្លាប់ទៅដែរ ចាំបាទដោយសារតែ covid ទៅក្លឹបរបស់ Derek ហ្នឹងគាត់បិទហាតគាត់ខាតច្រើនបាទនៅទីនេះអត់ទាន់បានសញ្ជាតិខ្មែរទេនៅទេគ្រូបើតាមដឹងឬគាត់ធ្លាប់ស្នើសុំម្ដងលោកគ្រូណា និយាយចាំមុនមកគាត់ស្នើម្ដងឥឡូវលើកនេះគាត់ស្នើជាលើកទី2លើកទី2គាត់លើកមុនលើកទី1គេបានហៅទៅសម្ភាសអីទេដាក់ទៅថាគេឃ្លោគេបិទឆ្នាំដល់ថ្ងៃខែទៅបិទបងណាដល់ពេលឥឡូវនេះគាត់បានដាក់លើកទី2បានដាក់ហើយគេបានសម្ភាសហើយប៉ុន្តែថ្ងៃលើមុខនេះអត់ដឹងទេមានន័យថាបានដាក់ ពាក្យហើយ ស្នើសុំហើយបានសម្ភាសហើយរងចាំគេឲ្យលទ្ធផលមកវិញ បាទលទ្ធផលគេថារយៈពេល6ឆ្នាំឬ1ឆ្នាំមិនអាចដឹងលទ្ធផលបាទខ្ញុំជឿថាប្រហែលជាសង្ឃឹមច្រើនពីព្រោះគាត់នៅដល់13ឆ្នាំហើយសង្ឃឹមគាត់ដើរជួយច្រើនគាត់ថាដូចបងអៀនមកដែរអ្វីដែលទឹកចិត្តគាត់ខ្ញុំមិនថានិយាយថាគាត់ចិត្តល្អទី1រស់នៅកម្ពុជា13ឆ្នាំគាត់រស់នៅស្រុកច្បាប់បន្តវីសាចំណាយថវិកាទី2គាត់ដើរជួយគុនខ្មែរគ្រប់បណ្ដាក្លឹបទាំងអស់នៅប្រទេសកម្ពុជាទី3អ្វីដែលគាត់មានគាត់ជួយរំលែកសងទាំងសំម្នាក់ទាំងអីអ្វីដែលសំខាន់គាត់វឹកហាត់មិនយកលុយប្រហាត់ដល់ក្មេងៗដល់បណ្ដាក្លឹបអត់យកលុយកន្លងមកដែលគាត់មកនៅជាមួយលោកគ្រូដល់ទៅ4ឆ្នាំចេះគាត់ធ្លាប់នាំយកកីឡាករបរទេសមកហាត់ជាមួយលោកគ្រូទៅមានរដូវកាលណាខាងប្រទេសបារាំងគេបាកងមានមហាត់2 3នាក់រហូតគាត់ជួយគាត់ថាជួយសបផ្សាយគុនខ្មែរហ្មងមួយឆ្នាំទៅឆ្នាំមាន2 3នាក់4នាក់មហាត់ហើយដល់មួយខែទៅវិញបាទលោកគ្រូឃើញអ្វីដែលជាបច្ចេកទេសរបស់គាត់តែងតែបង្ហាញបច្ចេកទេសគាត់គឺអីគាត់លោកចាប់អារម្មណ៍កន្លែងណាចាប់អារម្មណ៍ជាងគេទី1ការទាត់និងកណ្ដាប់ដៃប្រយោជន៍ខាងបរទេសគេទាត់លឿនដៃលឿនណាស់ខាងសកលបាទអញ្ចឹងអ្វីដែលលោកគ្រូរំពឹងសម្រាប់លោក Terry នេះទៅថ្ងៃអនាគតទៅថ្ងៃអនាគតខ្ញុំសង្ឃឹមថាអ្វីដែលគាត់ប៉ងខ្ញុំតាំងឪពុកម្ដាយគាត់ប៉ងថាទៅម៉េចកូនគាត់បានចូលជាតិខ្មែរគាត់សប្បាយចិត្តបំផុតហើយគាត់ពេលនេះគាត់មានវ័យ59ឆ្នាំចូល60ហើយមិនធម្មតាគាត់អាយុវ័យមិនកាន់ស៊ីពេកបានមិនរសារគាត់វ័យគាត់កាន់ស៊ីគីឡូធំដូចសោមវិឆ័យសោមពិសិដ្ឋភក្តីដាលីនលងណាងគាត់កាន់បានទាំងអស់បាទកាន់ស៊ីទទួលការទាត់គាត់ធាក់បានទាំងអស់បាទព្រោះតាដល់ថ្ងៃណាគាត់ឈឺគាត់ធ្វើការគាត់មកប្រាប់ថាអូខ្ញុំឈឺនេះឈឺនោះខ្ញុំឲ្យពេលណាឲ្យគាត់អង្គុយមើលគាត់ព្រមអង្គុយមើលគាត់នៅអត់សុខបាទបើឃើញគាត់និយាយខ្មែរតិចបើថាគាត់និយាយបានច្រើនដូច Derek ល្អបាទចង់ឲ្យគាត់បញ្ចេញអារម្មណ៍គាត់ feeling គាត់ទៅកាន់បងប្អូននេះនៅក្នុងនាមពេលដែលគាត់បានមកជួយអញ្ចឹងណាបាទខ្ញុំសោកស្ដាយព្រៀនគាត់ឲ្យជួយនិយាយបានច្រើនដែរប៉ុន្តែគាត់និយាយបានតិចឲ្យខ្ញុំឃើញគាត់លោកសំខាន់តិចខ្ញុំឃើញគាត់ឲ្យអេបខ្មែរគាត់រៀនខ្មែរខ្ញុំមើលដែរបាទហើយអ្វីសំខាន់ទៀតអរគុណដែលបានដាក់ពាក្យគាត់ស្នើចូលជាតិខាងនោះគេបានហៅគាត់ទៅពីក្នុងសមាជិកបំផុតហ្នឹងតែឆ្លងកាត់ការទី1ដែលឆ្លងកាត់វគ្គទី1ទៅពីអីហ្មងណាក្នុងសមាជិកបំផុតដែរគាត់ថាទទួលគាត់ថាមើលឯកសារគាត់លោកគ្រូតាមពិតទៅលោកគ្រូនៅមួយគាត់4ឆ្នាំហើយអ្វីដែលជាគោលដៅគាត់មកបង្ហាត់ទីនេះពិតប្រាកដហើយមូលហេតុអ្វីបានជាគាត់ចង់បានសញ្ជាតិខ្មែរយើងដែរនិយាយដល់គោលដៅគាត់ទី1គាត់ចង់ឲ្យបានគុណខ្មែរល្បីសរសើរឲ្យគេស្គាល់អ្វីទី2គាត់ឆ្លាញ់ប្រទេសកម្ពុជានិងឆ្លាញ់ក្បាច់គុណខ្មែរយើងប៉ុន្តែអ្វីគាត់សំខាន់បំផុតគាត់ចង់បានចូលជាតិខ្មែរព្រោះវ័យគាត់ច្រើនអាយុ59ចូល60ឆ្នាំនេះបាទហើយខ្ញុំគាត់
ចូលចិត្តប្រទេសខ្មែរចង់អភិរក្សគុណខ្មែរព្រោះខ្ញុំជាជនជាតិបារាំងឃើញគុណខ្មែរមានវប្បធម៌យូរអង្វែងសូមអរគុណសម្ដេចហ៊ុនសែនដែលលោកតែងតែយកចិត្តទុកដាក់លើវិស័យកីឡានិងអរគុណដល់រាជរដ្ឋបាលកម្ពុជាដែលគិតគូរនិងលើកស្ទួយស្មារតីកីឡា បាទនេះជាអ្វីដែលគាត់ឲ្យលោកគ្រូ ជួយនិយាយជំនួសគាត់បាទព្រោះគាត់និយាយអត់ទៅបានខុសក្បាយហើយខ្ញុំមកសង្ឃឹមថាពាក្យសារទាំងប្រហែលនេះសូមថ្នាក់ដឹកនាំសូមជួយគិតជួយមើលជួយពិចារណាព្រោះគាត់ចង់បានជនជាតិខ្មែរគាត់ថាគាត់ចង់បានបារាំងបេះដូងខ្មែរបានចូលជនជាតិគាត់ចំណាយពេលវេលា13ឆ្នាំមកប្រទេសកម្ពុជាបាទអរគុណច្រើនលោកគ្រូអរគុណច្រើនបាទ Merci beaucoup. Merci beaucoup